សួស្តីខ្ញុំគឺជាអ្នកសាស្ត្រាចារ្យវិជ្ជបណ្ឌិតព្រាមនុយ៉ាមជាវិជ្ជបណ្ឌិតជាន់ខ្ពស់ផ្នែកវះកាត់ប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យ Apollo Specialty Hospitals វាណាការ៉ាមជំងឺភ្លេចខ្លួន Epilepsy ជំងឺភ្លេចខ្លួនគឺជាជំងឺមួយដែលជួបប្រទះជាញឹកញាប់ក្នុងជីវិតប្រចាំថ្ងៃរបស់យើងដែលយើងឃើញមាននៅក្នុងមនុស្សជាច្រើនវាអាចប៉ះពាល់ដល់កុមារមនុស្សពេញវ័យហើយវាអាចប៉ះពាល់ដល់ភេទណាមួយនិងវ័យណាមួយក៏បានមូលហេតុទូទៅនៃជំងឺភ្លេចខ្លួនគឺរួមមានការរងរបួសក្បាលអារម្មណ៍សាច់ដុំខួរក្បាលមានមហារីកខួរក្បាលការឆ្លងមេរោគណាមួយក្នុងខួរក្បាលឬជំងឺសរសៃឈាមដូចជាដាច់សរសៃឈាមខួរក្បាលហើយពេលខ្លះឬភាគច្រើនក៏មិនស្គាល់មូលហេតុផងដែរពេលអ្នកមានអាការៈលើបដំបូងយើងហៅវាថា seizure ការភ្លេចខ្លួននៅទីនេះយើងអាចឃើញថាវាមានច្រើនប្រភេទដូចជាការរញ្ជួយដៃជើងឬមានឬគ្មានការបាត់បង់ស្មារតីក៏អាចបាត់បង់ស្មារតីផងដែរអាការៈលើបដំបូងភាគច្រើនជាធម្មតាអាចបញ្ចប់ដោយខ្លួនឯងហើយវាអាចមានមូលហេតុជាក់លាក់ដូចជាស្ករឈាមទាបសូដ្យូមទាបឬបញ្ហាផ្នែក metabolic ដែលត្រូវតែពិនិត្យជាមុនសិនតែពេលដែលការភ្លេចខ្លួនកើតឡើងជាញឹកញាប់យើងទើបហៅវាថាជាជំងឺភ្លេចខ្លួន Epilepsyជំងឺភ្លេចខ្លួនមិនមានន័យថាអ្នកត្រូវតែប្រើថ្នាំរហូតរយៈជីវិតទេដោយមានការរីកចម្រើននៃការព្យាបាលជាផ្នែកសរសៃប្រសាទឥឡូវនេះយើងផ្ដល់អនុសាសន៍ឲ្យធ្វើការវះកាត់សម្រាប់អ្នកជំងឺដែលមិនអាចគ្រប់គ្រងជំងឺភ្លេចខ្លួនបានដោយថ្នាំជាច្រើនប្រភេទយើងហៅវាថាការវះកាត់សម្រាប់ជំងឺភ្លេចខ្លួននៅទីនេះបន្ទាប់ពីពិនិត្យឲ្យអ្នកជំងឺយ៉ាងល្អិតល្អន់ដោយប្រើវិធីសាស្ត្រចម្រុះដូចជា MRI PET scanយើងអាចកំណត់ទីតាំងមួយនៅខួរក្បាលដែលបង្កើតរលកអគ្គិសនីនិងបណ្ដាលឲ្យមានជំងឺភ្លេចខ្លួនមានប្រភេទវះកាត់ជាច្រើននៅមន្ទីរពិសេស Apollo យើងធ្វើការវះកាត់ craniotomy ពេលអ្នកជំងឺនៅភ្ញាក់ជាប្រចាំនិងប្រើបច្ចេកវិទ្យានាំផ្លូវក្នុងការកាត់យកកន្លែងខូច lesionectomy និងការបញ្ចូលឧបករណ៍រំញ័រខួរក្បាលសម្រាប់ជំងឺភ្លេចខ្លួនក៏ដូចជាការរំញ័រសរសៃ vagus សម្រាប់ជំងឺនេះផងដែរយើងក៏ធ្វើការវះកាត់ជំងឺភ្លេចខ្លួនគ្រប់ប្រភេទជាប្រចាំដូចជាការកាត់ hippocampus ជ្រើសរើសការកាត់ lobotomy តំបន់ temporal ខាងក្នុងនិងការកាត់ផ្ដាច់សរសៃដូច្នេះដែរយើងបានជួយអ្នកជំងឺជាច្រើននិងព្យាបាលឲ្យពួកគេជាសះស្បើយពីជំងឺភ្លេចខ្លួនជំងឺភ្លេចខ្លួនអាចព្យាបាលឲ្យជាសះស្បើយបានហើយវាមិនមែនជារឿងគួរអៀនទៀតទេដូច្នេះសូមពិគ្រោះជាមួយវិជ្ជបណ្ឌិតនៅពេលដែលអ្នកមានអាការៈភ្លេចខ្លួនលើកដំបូងហើយបើអ្នកមានអាការៈភ្លេចខ្លួនជាច្រើនលើកដែលថ្នាំមិនអាចគ្រប់គ្រងបានសូមពិគ្រោះជាមួយវិជ្ជបណ្ឌិតវះកាត់ខួរក្បាលដែលអាចជួយអ្នកព្យាបាលជំងឺភ្លេចខ្លួននេះសូមអរគុណ